រឿងទី3នេះពាក់ព័ន្ធនឹងអាជ្ញាធរខណ្ឌអាស័យកែវមិនគោរពសេចក្តីសម្រេចរបស់ថ្នាក់ជាតិឬបាទរឿងរ៉ាវនៅអាស័យកែវនេះវាស្មុគស្មាញណាស់វាពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់អភិវឌ្ឍអាស័យកែវថាមិនចង់និយាយប៉ុន្តែដោយសារម្ចាស់រឿងហ្នឹងគាត់សុំសំណូមពរឲ្យជួយផ្សាយនេះលោកស្រីអដែងអែមច័ន្ទណាស៊ីនេះគាត់នឹងគឺទទួលបានដីបាទទទួលបានដី1ឡូលេខ19ផ្លូវ1800ជូនឈ្មោះអែមច័ន្ទណាស៊ីនេះជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាអាជ្ញាធរជាតិដោះស្រាយដំណោះដីធ្លីបាទបានន័យថាអាជ្ញាធរដោះស្រាយដំណោះដីធ្លីដែលមានអាដាមប៊ិនឈិនឧបនាយករដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធានពេលហ្នឹងគឺបានសម្រេចបកគលដី1ឡូឲ្យទៅលោកស្រីអដែងអែមច័ន្ទណាស៊ីនេះអញ្ចឹងគាត់ក៏សុំអាជ្ញាធររាជធានីដើម្បីចុះបញ្ជីធ្វើប្លង់ប៉ុន្តែអាជ្ញាធរខណ្ឌអាស័យកែវគាត់ចេញរបាយការណ៍មួយថាគាត់មិនធ្វើឲ្យទេដោយសារតែដីនឹងអ្នកជាប់ព្រំនេះមូលហេតុអាជ្ញាធរខណ្ឌអាស័យកែវនេះក៏ជូនដំណឹងមកវិញគេថាតាមការស្នើសុំទី1អត់មានម្ចាស់ចូលរួមភាគីអ្នកជាប់ព្រំមិនចូលរួមនឹងមានការប្តឹងចំទាស់ពីលោកឈិនសេងងួននិងលោកស្រីពឹងវណ្ណាចំពោះក្នុងការវាស់វែងនេះដូច្នេះរដ្ឋបាលខណ្ឌអាស័យកែវមិនអាចធ្វើនីតិវិធីចុះបញ្ជីតាមការស្នើរបស់លោកស្រីបានទេបាទអញ្ចឹងអានេះអភិបាលខណ្ឌសញ្ញេជាពិសេសអញ្ចឹងយើងអត់ដឹងតាណាធំជាងតាណាទេសេចក្តីសម្រេចរបស់អាជ្ញាធរថ្នាក់ជាតិមុននឹងធ្វើការសម្រេចបកគលដីឡូណាមួយព្រោះនៅក្នុងតំបន់អាវត្តស័យកែវហ្នឹងរឿងច្រើនណាស់ស្មុគស្មាញណាស់ស្មុគស្មាញកំពូលស្មុគស្មាញក៏ប៉ុន្តែរឿងស្មុគស្មាញគឺកើតចេញពីផលប្រយោជន៍ពាក់ព័ន្ធពីមន្ត្រីកតេលធំប្រឡំដេកណានៅក្នុងមូលដ្ឋានហ្នឹងឯងបាទដែលដើរកោបង្កើតរឿងឥឡូវនេះគឺរាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរជាតិដោះស្រាយដំណោះដីធ្លីចេញសេចក្តីសម្រេចបកគលឲ្យប្រជាជនហើយប៉ុន្តែចៅហ្វាយខានអត់ឲ្យគាត់ថាមានគេប្តឹងដល់អញ្ចឹងសួរថាឧបនាយករដ្ឋមន្ត្រីតូចជាងចៅហ្វាយខានហ៎ដល់ពេលប្រទេសយើងមិនដឹងណាធំណាតូចឥឡូវនេះធំទាំងអស់គ្នាសិតតែអ្នកធំបាទពីព្រោះមុននឹងរាជរដ្ឋាភិបាលសម្រេចគឺមានន័យថាមានការស៊ើបអង្កេតស្រាវជ្រាវប្រជុំពិភាក្សាចប់សពគ្រប់អស់ហើយទើបបានចេញសេចក្តីសម្រេចនេះឥឡូវចេញសេចក្តីសម្រេចហ្នឹងមកប្រជាជនដែលទទួលបានតាមរយៈសេចក្តីសម្រេចនេះมันអាចចុះបញ្ជីបានដោយសារតែមានឈ្មោះកឈ្មោះខប្តឹងទៅខណ្ឌបាទឥឡូវនេះយើងអត់ដឹងណាធំជាងណាទេវាសុទ្ធតែអ្នកធំទាំងអស់ហើយខណ្ឌគាត់អត់ឲ្យគាត់ថាណាអាជ្ញាធរដោះស្រាយដំណោះដីធ្លីថ្នាក់ជាតិឲ្យទៅខណ្ឌមិនឲ្យព្រោះមានគេប្តឹងជាយោបល់មតិខ្ញុំទេបើសិនជាមានបណ្ដឹងបែបនេះមែនលោកជាពិសីគួរតែណែនាំណាលោកឈិនសេងងួននិងលោកស្រីពីងវណ្ណានេះឲ្យគាត់ដាក់ពាក្យប្តឹងទាស់ទៅអាជ្ញាធរដោះស្រាយដំណោះដីធ្លីណាយើងថ្នាក់ត្រឹមអភិបាលខណ្ឌមិនអាចជំទាស់នឹងសេចក្តីសម្រេចរបស់ថ្នាក់ជាតិបានទេដល់តែពេលយើងអភិបាលខណ្ឌយើងអត់គោរពសេចក្តីសម្រេចរបស់ថ្នាក់ជាតិអានឹងបង្កើតរឿងកាន់តែស្មុគស្មាញឥឡូវថ្នាក់ជាតិសម្រេចយ៉ាងម៉េចបើចៅហ្វាយខណ្ឌអត់គោរពហ្នឹងចៅហ្វាយខណ្ឌចៅហ្វាយក្រុងអត់គោរពឥឡូវយើងទៅធ្វើម៉េចឥឡូវណាឥឡូវថ្នាក់ជាតិសម្រេចឲ្យប្រជាជនចេញសេចក្តីសម្រេចឲ្យអាដាមប៊ិនឈិនជាប្រធានដល់ទៅពេលចៅហ្វាយខណ្ឌគាត់សញ្ញេក៏អត់ឲ្យគាត់យកហេតុផលថាគេប្តឹងខ្ញុំថាចៅហ្វាយខណ្ឌគួរតែបង្វែរអ្នកប្តឹងហ្នឹងឲ្យទៅថ្នាក់ជាតិហើយសុំយោបល់ថ្នាក់ជាតិបើថ្នាក់ជាតិកែប្រែបានយើងអាចនេះបានបើថ្នាក់ជាតិអត់មានអីកែប្រែគួរតែចុះបញ្ជីឲ្យគេរឿងច្រើនណាស់ខ្ញុំមិនចង់លើកយកមកនិយាយទេរឿងអាស័យកែវនេះហើយរឿងអាស័យកែវកើតឡើងនេះគឺដោយសារជំនាញសូរយកដីនឹងឯងហើយនឹងអភិបាលរងខណ្ឌម្នាក់ដើរគោពេញនោះណាខ្ញុំអត់ទាន់និយាយទេដោយសារតែរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរជាប់រវល់រឿងកូវីដខ្ញុំស្លេះសិនណាអភិបាលរងខណ្ឌម្នាក់ដើរគោខ្លាំងណាស់អានចវាយក្រុងនៅពីក្រោយខ្នងណាស្អីឈ្មោះសីហានោះឈ្មោះស្អីសីហាទេរងខណ្ឌអាស័យកែវហ្នឹងគេប្តឹងច្រើនណាស់ណាជើងកាងពួកនេះដើរយកតាំងពីផ្លូវយកតាំងពីអី
ដល់ពេលបានខ្ញុំឡូឡាខ្លះទៅនឹងបាននាំគ្នាទៅឈូសប្រាក់ថ្លែអូតតដូចចង់និយាយថាតពេលផែងកណាក់ជេរខ្លះអីហ្នឹងបាននេះបើមិនអញ្ចឹងទេអត់ទេខ្ញុំអត់តនិយាយទេឥឡូវនេះខ្ញុំគ្រាន់តែនិយាយដាក់ជាចម្ងល់រឿងហ្នឹងមួយទេថាដល់ពេលយើងអញ្ចឹងប្រទេសយើងអញ្ចឹងមិនដឹងជាប្រជាជនរត់ទៅណាទេថ្នាក់ជាតិសម្រាប់ហើយថ្នាក់ខណ្ឌមិនអោយយកលេសថាគេប្តឹងចេះគេប្តឹងចុះហើយថាបើអញ្ចឹងប្រជាជននឹងទៅណាទេវែងវាន់អស់ហើយតែដល់ពេលពួកអាណាធិបតេយ្យនាំគ្នាបកគលឲ្យទាំងអស់បាទប្រាជ្ញសីហាហ្នឹងដឹងឈ្មោះអីដឹងថាឈ្មោះសីហាហ្នឹងគឺខ្លាំងណាស់ឡើងដៃអាងអងខុងស្រេងអាងឯដំខុងស្រេងតែយើងអត់តន់និយាយរឿងហ្នឹងទេខ្ញុំសុំ slash សិនទុកចាំតាមដានតាមសរុបព័ត៌មានឲ្យស្ងាត់កូវីដតិចសិនបាទព្រោះរឿងវាហួសហេតុដល់ពេលខ្លះយើងថ្នាក់ខណ្ឌនាំគ្នាបង្កើតបញ្ហាឲ្យថ្នាក់លើឈឺក្បាលឲ្យថ្នាក់លើពេលខ្លះសម្រេចហើយដើម្បីឲ្យចប់រឿងប៉ុន្តែវាចេញអាខណាមកប្តឹងបង្កើតរឿងទៅតែជួនកាលរឿងខ្លះដោយរឿងពួកម៉ាក់ខ្ញុំមួយរាប់ឆ្នាំ10ឆ្នាំជាងហើយប្តឹងឥឡូវអស់ហើយឯកសារមានអីមានដីគេមិនឲ្យដឹងថ្ងៃណាគេឲ្យខ្ញុំគាត់ទៅជួបអាដាមគុណស្រេង3ដងហើយខ្ញុំរហូតដល់ឥឡូវខ្ញុំលែងទៅជួបគេឲ្យគេមិនឲ្យហើយទៅបាទមានតែថ្ងៃក្រោយដាក់ពាក្យប្តឹងចុងក្រោយដាក់គោរពសុំប្តឹងទៅសម្ដេចផទៀតទៅបាទបើធ្វើម៉េចឥឡូវប្រជាជនរងគ្រោះមិនដឹងទៅប្តឹងណាបាទពិបាកណាស់រឿងអាស័យកែវនេះបាទអត់សម្រេចអត់អីទេបាទអាងអំណាចចង់បិចលើគាត់ធ្វើអីស្រេចតែពួកគាត់សេរីណាស់បាទបើថាមានប្រយោជន៍ពួកគាត់វិញសូម្បីតែផ្លូវក៏ពួកគាត់យកដែរបាទផ្លូវក៏ពួកគាត់យកដែរផ្លូវក៏សញ្ញេធ្វើប្លង់បានដែរបាទតំបន់អាស័យកែវនឹងសាហាវផ្លូវក៏ធ្វើប្លង់បានដែរតែបើមិនត្រូវចិត្តគាត់ហើយទោះបីថ្នាក់ជាតិសញ្ញេក៏គាត់លើកហេតុផលនេះហេតុផលនោះចេញអាអ្នកនេះប្តឹងចេញអានោះប្តឹងមកពេញទឹកពេញដីហ្នឹងដល់អញ្ចឹងទៅស្មុគស្មាញបាទដល់អញ្ចឹងទៅស្មុគស្មាញហើយអាបាក្រុងកាលណាគាត់យកមនុស្សអញ្ចឹងយកមកដាក់ឈឺក្បាលបង្កើតរឿងច្រើនហើយគាត់ចាំតែដោះទៅគាត់មិនអាក្រក់ទេប៉ុន្តែអាថ្នាក់ក្រោមគាត់វាអាក្រក់វាធ្វើឲ្យស្អុយឈ្មោះដល់គាត់បាទអញ្ចឹងហើយបានពិបាកមែនទែនឥឡូវនេះខ្ញុំទុកជពាក់រឿងហ្នឹងសិនខ្ញុំមិនទាន់និយាយអស់ហើយនៅមានរឿងច្រើនណាស់តំបន់អាវត្តសៃកែវនេះ